កាលពីល្ងាចថ្ងៃអង្គារទី1ខែមេសាឆ្នាំ2025ឯកឧត្តមហ៊ីងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតំណាងដកខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញសាកសួរសុខទុក្ខនិងនាំយកថវិការបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតចំនួន10លានរៀលជូនពលករនីឈ្មោះសឿនសំណាងអាយុ44ឆ្នាំបន្ទាប់ពីពលករនីរូបនេះបានជួបគ្រោះថ្នាក់បាក់កែងជើងដោយសារឧបទ្ទវហេតុរំជួយដីក្នុងប្រទេសថៃកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025និងបានត្រឡប់មកស្រុកកំណើតវិញនៅភូមិវាលថ្នល់ឃុំសាក្រៀមស្រុកប្រាសាទបាឡាំងខេត្តកំពង់ធំនៅរសៀលថ្ងៃទី30ខែមីនាឆ្នាំ2025ឯកឧត្តមហ៊ីងសួរបានពំនាំផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតដោយបានតាមដានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ពលករខ្មែរបន្ទាប់ពីទទួលដំណឹងថាមានឧបទ្ទវហេតុរំជួយដីក្នុងប្រទេសថៃកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025នៅពេលនេះពលករនីសឿនសំណាងត្រូវបានបញ្ជូនមកសម្រាប់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំដោយថ្លៃព្យាបាលទាំងអស់រហូតដល់ជាសះស្បើយគឺទទួលបានការឧបត្ថម្ភពីសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតទន្ទឹមនេះក៏មានការសម្របសម្រួលយកចិត្តទុកដាក់ពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ធំមន្ត្រីបេឡាជាតិសន្តិសុខសង្គមនិងអាជ្ញាធរមូលដ្ឋានផងដែរឯកឧត្តមរដ្ឋមន្ត្រីបានជូនពរពលករនីសឿនសំណាងទទួលបានការព្យាបាលឆាប់ជាសះស្បើយនិងមានសុខភាពល្អមាំមួនកុំនៅស្ទាក់ស្ទើរអីទៀតតម្លៃកាន់តែពិសេសសម្រាប់ប្រអប់ Sky One TV តម្លៃត្រឹមតែ